ស្ត្រីជនជាតិបរទេសម្នាក់មកដឹងជាគាត់ទំនេរពេកឬក៏គាត់គិតថាយ៉ាងម៉េចនេះយើងអត់ដឹងទេបងប្អូនណាចាពីព្រោះតាមរយៈ page ស្នងការនគរបាលខេត្តកំពតក៏អត់មានបានបញ្ជាក់ដែរប៉ុន្តែចាប់តាមរយៈកាមេរ៉ាសវត្ថិភាពនៅស្ពានកំពង់បាយក្នុងទឹកដីខាងខេត្តកំពតគឺឃើញស្ត្រីជនជាតិបរទេសមួយរូបជិះម៉ូតូហើយយកថ្នាំទៅបាញ់កវែងកវាមនៅលើបង្កាន់ដៃស្ពានកំពង់បាយត្រូវបានលពូស្នងការខេត្តកំពតចាផុសចារូបភាពគាត់ហើយក៏ប្រកាសថាប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទម្លាប់ត្រឹមត្រូវមិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេអ្នកត្រូវត្រឡប់មកសម្អាតស្ពានឲ្យបានដូចដើមឡើងវិញសមត្ថកិច្ចកំពុងចុះទៅយកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានកំពង់បាយដើម្បីធ្វើការតាមនីតិវិធីច្បាប់និងត្រូវសម្អាតឲ្យបានស្អាតដូចដើមឡើងវិញនេះគឺជាការផុសរបស់លោកពូស្នងការនគរបាលខេត្តកំពតបងប្អូនគាត់បញ្ជាក់អញ្ចឹងហើយគាត់បងប្អូនអ្នកដែលគាត់តាមដាន page របស់គាត់ដឹងហើយគឺគាត់ធ្វើការល្អិតល្អន់តាំងពីចំណុចទូចអញ្ចឹងឡើងមកឲ្យតែថាជាប់ក្នុងកាមេរ៉ាសវត្ថិភាពគាត់ហើយគឺអត់មានរួចខ្លួនទេបងប្អូនហើយគាត់អះអាងគាត់បដិញ្ញាថាក្នុងទឹកដីខេត្តកំពតរបស់គាត់គឺត្រូវតែមានកាមេរ៉ាសវត្ថិភាពឥឡូវហ្នឹងការដំឡើងកាមេរ៉ាសវត្ថិភាពនៅក្នុងខេត្តរបស់គាត់ហ្នឹងក៏កំពុងតែរៀបចំជាបន្តពីកន្លែងមួយទៅកន្លែងមួយទៀតចាបែបនេះគឺល្អខ្លាំងមែនតើបងប្អូនព្រោះកាមេរ៉ាសវត្ថិភាពអាចចាប់បាននៅរាល់ចាសកម្មភាពចាប្រក់ក្តីមិនប្រក់ក្តីអីផ្សេងចាងាយស្រួលពេលដែលមានហេតុការណ៍អីកើតឡើងអីចឹងទៅគឺយើងមានកាមេរ៉ាសម្រាប់ចាំមើលដឹងអំពីហេតុការណ៍នឹងកើតឡើងយ៉ាងម៉េចអញ្ចឹងណាបងប្អូនណាចាក្រោយពីលោកពូស្នងការខេត្តកំពតគាត់បានផុសអញ្ចឹងហើយបងប្អូនណាក៏គាត់បានអាប់ដេតព័ត៌មានបន្តទៀតគឺបានរកស្ត្រីជាជនជាតិបរទេសនឹងឃើញហើយគាត់បានផុសថាសូមការសរសើរលោកអធិការក្រុងកំពតនិងសហការីដែលបានស្រាវជ្រាវរកស្ត្រីដែលជាជនជាតិបរទេសខាងលើបានតន់ចិត្តអ្នកចង់រស់នៅក្នុងប្រទេសខ្ញុំខេត្តខ្ញុំអ្នកត្រូវគោរពវប្បធម៌និងទំនៀមទម្លាប់របស់ប្រទេសខ្ញុំចំពោះស្ត្រីខាងលើនេះយើងនឹងអនុវត្តទៅតាមនីតិវិធីដោយគ្មានការយោគយល់នោះឡើយដើម្បីជាគំរូសម្រាប់ជនជាតិបរទេសដទៃទៀតកុំឲ្យធ្វើតម្រាប់តាមគាត់ចាហើយក៏មានលោកពូសមាជិក3-4រូបហ្នឹងនាំចាស្ត្រីជនជាតិបរទេសមួយរូបហ្នឹងដោយបងចៅបានដាក់រូបភាពហ្នឹងទៅកន្លែងដែលគាត់គូសហ្នឹងទៅស្ពានកំពង់បាយហ្នឹងហើយទៅយកថ្នាំពណ៌លឿងហ្នឹងទៅលាបពីលើអាកំនុះចាពណ៌ខៀវដែលគាត់បានគូកវែងកវាមនៅលើបង្កាន់ដៃស្ពានហ្នឹងឲ្យស្អាតដូចដើមវិញឥឡូវនេះគឺកំពុងតែទទួលបានអាការសាទរមែនតើហើយនេះក៏មិនមែនជាលើកទី1នៃការធ្វើការរបស់លោកពូស្នងការនគរបាលខេត្តកំពតដែរបងប្អូនចាជាច្រើនហោហែកន្លងទៅហើយបើថានិយាយពីករណីបង្ក្រាបក្មេងស្ទាវក្មេងទំនើងជិះម៉ូតូបរហោះអីវិញណាអូយនិយាយទៅឲ្យលេខ1ហ្មងឲ្យលេខ1ហ្មងពូស្នងការនគរបាលខេត្តកំពតធ្វើការរហូតហើយដូចអាគូកវែងកវាមហ្នឹងបងប្អូនយើងគិតថាមិនតិចហ្នឹងអញ្ចឹងបើសិនជាគាត់ម្លងក៏បានដែរតែនេះគឺអត់ទេគាត់ធ្វើការយកចិត្តទុកដាក់ល្អិតល្អន់ឲ្យតែថាមានអីដែលធ្វើឲ្យប៉ះពាល់ទៅដល់របស់សាធារណៈនៅក្នុងខេត្តកំពតចាគឺគាត់ចាត់ការលើកហ្នឹងគូកវែងកវាមលើកមុនដូចជាឡានដឹកមនាងសាលាចាឡានដឹកមនាងសាលាកពុបចាគាត់ក៏ប្រកាសឲ្យខាងឡានហ្នឹងមកបោសសម្អាតបាញ់លាងឲ្យស្អាតវិញទៀតចាអូនិយាយទៅគឺការងាររបស់គាត់គឺធ្វើជាហោហែមិនតាតូចមិនថាតូចមិនថាធំទេបងប្អូនអ្នកដែលគាត់តាមដាន page លោកពូស្នងការនគរបាលខេត្តកំពតធ្វើឲ្យប្រជាពលរដ្ឋមិនថាតែនៅក្នុងខេត្តកំពតទេសូម្បីតែប្រជាពលរដ្ឋនៅខាងខេត្តផ្សេងទៀតដែលឃើញហើយហ្នឹងក៏ពេញចិត្តដោយបងចอยអញ្ចឹងក៏កំពុងតែពេញចិត្តស្ដោកនេះមើលសេរីដេញម្ដុំនៅកំពតដែរស្រឡាញ់ពេកអូស្រឡាញ់ពេកដល់ពេលអញ្ចឹងចង់ទៅនៅខេត្តកំពតដែរអញ្ចឹងណាចាតែស្ថានភាពនេះសេរីមិនចេញទេណាបងប្អូនណាចាអរគុណណាបងចอยសូមបញ្ចប់រឿងរ៉ាវព័ត៌មានរបស់លោកពូស្នងការខេត្តកំពតត្រឹមប៉ុណ្ណេះបងប្អូនរកការកត់ឆ្កងក៏សូមអភ័យទោសផងជួបគ្នាជាមួយនឹងបងចอยនៅវីដេអូក្រោយៗជាបន្តសូមអរគុណ